បាទសួស្តីបងប្អូនមកផ្លែទៀតហើយបាទក្បាលរមាសបាទមើលចុងស្នែងអស់តោះហើយបាទនេះបាទចេញប្លង់មួយទៀតហើយបាទលើកនេះគឺពណ៌ដូចតែម្ដងហើយជាក់ផងដែរនេះគឺឈើកកោះណាបាទយើងយកឈើកកោះមកធ្វើបានពណ៌ដូចក្បាលរមាសវគ្គមុនឈើធ្នង់បាទវគ្គនេះរាងកាយជាងមុនបន្តិចបាទស្អាតណាស់បងប្អូនហើយបាទគ្រប់ជ្រុងគ្រប់ជ្រោយបាទឆ្វេងស្ដាំកាចតែម្ដងបាទរវ័ននេះគឺជាស្នាដៃទឹកដៃជាលើកទី2ទៀតហើយបាទសម្រាប់សម្រាងជូនទាំងអស់ស្អាតតាំងពីលើពីក្រោមចប់បាទពណ៌ក៏ដូចទៀតកាចតែម្ដងអរគុណ